ដោយដែលបងប្អូនទាំងអស់គ្នាបានដឹងច្បាស់ហើយនៅពេលមករយៈពេលចុងក្រោយនេះ Facebook មានការអាប់ដេតកតេកតើ error ចាប់ច្រឡំជាពិសេសអ្នកដែលគាត់ផលិតវីដេអូ original ច្រើនទៅជាប់ limited អញ្ចឹងតើ page របស់លោកអ្នកកំពុងតែមានបញ្ហានឹងដែរអត់តោះឥឡូវ admin មកប្រាប់ពីរបៀប request review ឬក៏អាច appeal តវ៉ាជាមួយក្រុមហ៊ុន Facebook បន្តិចបើសិនជាយើងអត់បានសាងកំហុសអីទេហើយវាជាប់ limit បែបនេះតោះឥឡូវយើងចូលមកកន្លែងហ្នឹងហើយយើងចុចពាក្យថា find out more នៅពេលដែលលោកអ្នកចុចកន្លែងពាក្យថា find out more ហើយវានឹងចេញទម្រង់បែបនេះអញ្ចឹងវានឹងលោតពាក្យ request review អញ្ចឹងបើសិនជាយើងដឹងថា page របស់យើងឬក៏វីដេអូរបស់យើងនៅ original យើងអាចនឹងមានសិទ្ធិក្នុងការចុច request review តវ៉ាជាមួយក្រុមហ៊ុន Facebook ភាគច្រើនគេចុចអាចចំណុចទី2នេះតែសម្រាប់ខ្ញុំគិតថាបច្ចុប្បន្នកាលនេះ Facebook វា error ខ្លួនវាយើងគួរតែចុចនៅចំណុចទី1នេះយើងគិតថា technology គឺអត់ចាប់ច្រឡំជាមួយនឹង content របស់យើងបន្តមកទៀតយើងចុចពាក្យថា continue ហើយនៅពេលដែលយើងចុចពាក្យ continue ហើយយើងចុច submit អញ្ចឹងក្រុមហ៊ុន Facebook គេត្រូវការរយៈពេលប្រហែលថ្ងៃក្នុងការធ្វើការក្នុងការត្រួតពិនិត្យមើលថាតើគេចាប់ច្រឡំឬក៏តើជាអចេតនាឬក៏ចេតនារបស់ក្រុមហ៊ុនឬក៏មកពីកំហុសរបស់យើងឬក៏មកពីបច្ចេកទេសរបស់ក្រុមហ៊ុន Facebook ប៉ុន្តែមួយរយៈពេលចុងក្រោយនេះ3 4ថ្ងៃចុងក្រោយនេះបើសិនជាវាចាប់មិនមែនមកពីយើងទេវាចាប់គឺវាចាប់ច្រឡំដោយគេដោយឯងដោយសារតែ error system របស់ក្រុមហ៊ុន Facebook អញ្ចឹងលោកអ្នកអាចមានសិទ្ធិចូលទៅក្នុងការចុច request review ចុច submit ដើម្បីទទួលយកការបើកឲ្យរលុយវិញប៉ុន្តែបើសិនជាជាប់ពីមុនមកយូរហើយជាប់ជាមួយ limited ដែលយើងសាងកំហុសវីដេអូមួយផុសពី3 page ឬក៏យកវីដេអូគេដែលផ្ទុះច្រើនហើយយកមក reaction ឬក៏យកមកអីហ្នឹងអាចនឹងមានហានិភ័យអញ្ចឹងបន្ទាប់ពីយើង submit ហើយវានឹងចេញទម្រង់បែបនេះឲ្យលោកអ្នកអញ្ចឹងវាប្រាប់ថាក្រុមហ៊ុន Facebook នឹងតាក់ទងមកយើងឬក៏គេនឹងឆ្លើយតបមកយើងក្នុងរយៈពេលយ៉ាងតិច7ថ្ងៃអញ្ចឹងឬក៏អ្នកខ្លះឬក៏តាម page តាម account ខ្លះអាចនឹងយូរជាងនេះអញ្ចឹងវាត្រូវការពេលក្នុងការត្រួតពិនិត្យបន្តមកទៀតលោកអ្នកអាចចុចនៅលើពាក្យថា done បានអញ្ចឹងអានេះគឺជាការចុច request review តវ៉ាឬក៏ appeal ជាមួយក្រុមហ៊ុន Facebook បើសិនជាយើងជាប់ limited រយៈពេលប្រហែលថ្ងៃចុងក្រោយនេះដោយសារតែក្រុមហ៊ុន Facebook វា error ភាគច្រើនជាប់ជាមួយនឹងវីដេអូ original បើសិនជាលោកអ្នកផុសវីដេអូ original លោកអ្នកមានសិទ្ធិតវ៉ាតែបើសិនជា unoriginal កាប់ដាវកាប់លំពេងអីទេភាគច្រើនគឺអត់មកវិញទេអញ្ចឹងហើយនេះគឺគេបានប្រាប់ហើយថាមនុស្សឬក៏ page ឬក៏ account ភាគច្រើនតែ7ថ្ងៃគេដឹងលទ្ធផលហើយតែ account ខ្លះគឺអាចនឹង take longer មានន័យថាត្រូវការពេលយូរជាងនេះអញ្ចឹងកុំភ្លេចចូលទៅ request review ឬក៏ send appeal ទៅក្រុមហ៊ុន Facebook ទាំងអស់គ្នាផងបើសិនជាលោកអ្នកកំពុងតែជាប់ limited បើសិនជាវាឲ្យយើង send request review យើង send ទៅយើងផ្ញើទៅតែបើសិនជាវាអត់ឲ្យយើង send request review ទេអាហ្នឹងមកពីកំហុសរបស់យើងអាចមកពីវីដេអូមួយផុសពី3 page វីដេអូដដែលយកមកផុសច្រើនដងពេកវីដេអូរបស់គេដែលផ្ទុះយើងយកមកផុសបន្តវាអាចនឹងជាប់ limit បែបនេះឯងរងចាំការ update